នេះគឺដើម fig ចាម្ដើមនេះខ្ញុំដាំប្រហែលជា4ឆ្នាំហើយបងប្អូនហើយវាក៏ធំដែរប៉ុន្តែដោយសារខ្ញុំចេះតែកាត់មែកវារហូតចឹងហើយម្យ៉ាងទៀតដើម fig ហ្នឹងគឺវាទាមទារពន្លឺថ្ងៃខ្លាំងអញ្ចឹងហើយខ្ញុំដាំកន្លែងខ្ញុំដាំលើកមុនហ្នឹងវារាំងម្លប់តិចអញ្ចឹងវាអត់ផ្លែទេបងប្អូនអើយហើយអញ្ចឹងខ្ញុំក៏កាត់មែកវាចាកាត់មកមែកធំតែម្ដងមិនបានសាកបានអីទេណាគឺកាត់យកតែម្ដងចាយកមកដោតដីហើយបងប្អូនចាស្រោចទឹកស្រោចអីវាទៅគឺវាដោះមកហើយនិយាយទៅ fig ហ្នឹងគឺស្រួលដាំមែនទេបងប្អូននិយាយពីខ្ញុំដាំគឺរាប់ចា10ថួយរាប់ជួយរយថួយមកទៅហើយទោះបីជាដីមិនសូវល្អក៏វាដោះដែរមិនបាច់បារម្ភទេឲ្យតែពន្លឺថ្ងៃគ្រប់គ្រាន់គឺវានឹងផ្លែហើយមិនពិបាកទេមិនយូរទៀតតែ1ឆ្នាំឬយ៉ាងយូរ2ឆ្នាំគឺដឹងតែផ្លែបងប្អូនណាឥឡូវខ្ញុំដាំហើយដោយសារតែខ្ញុំអស់ដីដាំចឹងទៅខ្ញុំដាំក្នុងថូហើយខ្ញុំអត់ចង់បានដាំធំពេកចឹងណា